បាទជម្រាបសួរវីដេអូនេះខ្ញុំចង់បង្ហាញអំពីការចូលអាប់ដេតកម្មវិធីក្នុងទូរស័ព្ទនេះដោយកម្មវិធីជាច្រើនចា៎បាទអញ្ចឹងយើងមួយខែត្រូវចូលអាប់ដេតម្ដងមកដើម្បីឲ្យកម្មវិធីបច្ចុប្បន្នភាពរបស់កម្មវិធីវាអញ្ចឹងបងប្អូនគាត់ទៅចូលកន្លែង Play Store នេះ Play Store នេះបាទចូល Play Store មកបន្តមកទៀតគឺមានផ្ទាំងបែបនេះបាទតែបែបនេះហើយចុចទៅលើ Gmail របស់យើងខាងលើនេះខាងលើខាងស្ដាំដៃខាងរូបរបស់យើងនេះបាទទៅលើមកតមកទៀតយើងទាញចុចក្រោមឬហើយយើងយកកន្លែងអ្នកលេងត្រាយបាទចុចចូលមករួចហើយចូលកន្លែងអាប់ដេតបាទអាប់ដេតរបស់ខ្ញុំមាន34កម្មវិធីសម្រាប់ឲ្យអាប់ដេតបាទអញ្ចឹងបងប្អូនគាត់ចុចទៅកម្មវិធីនេះមកឬហើយវាមានជាច្រើនបាទមានជាច្រើននៅក្នុងនេះអញ្ចឹងបងប្អូនគាត់តែចុច update all ឬមួយក៏ចុច update ម្ដងមួយក៏បានដែរបាទតែខ្ញុំអត់ទេគឺខ្ញុំចុច update all តែម្ដងបាទតែសម្រាប់ការចូល update នេះយើងត្រូវតែមានអ៊ីនធឺណិតសម្រាប់ប្រើទើប update បានបាទយើងចុច update all បន្ទាប់ update all វាចាប់ផ្ដើមទាំងអស់បណ្ដោយកម្មវិធីបាទគណៈតែវា install ពេញមកទាំងអស់គឺវាបាត់អស់ឆេញហើយបាទវីដេអូក្រោយខ្ញុំនឹងបង្ហាញអំពីការដែលវា update អស់ឆេញគឺវាបាត់តែម្ដងបាទនេះឃើញចាប់ផ្ដើម Google Chrome ចាប់ផ្ដើម update ហើយនេះបាទ update មួយហើយប្រហែលទៀតពងទៅវិល update ទាំងអស់មកតែម្ដងអញ្ចឹងបើកអ៊ីនធឺណិតនេះរហូតដល់ update អស់បាទយើងបិទអ៊ីនធឺណិតបាទអញ្ចឹងមានតែប៉ុណ្្នឹងទេនេះដូច easy down 100% ហើយបាទអញ្ចឹងអរគុណច្រើនដែលតាមដានវីដេអូរបស់ខ្ញុំមានវីដេអូថ្មីចែកជូនទៀតបាទអរគុណច្រើន